ចាអញ្ចឹងយើងចាប់ផ្ដើមដឹងថាយើងចង់រកសមីការបន្ទាត់ជាសមីការបន្ទាត់F ចាជាសមីការបន្ទាត់ EF ដែលកអដនៃ កំណត់ដោយចាមានចំណុច ដែលមានកអដនៃ1 2និងចំណុច F មានកអដនៃទៅសិនទៅ3ដក2អញ្ចឹងយើងមកកំណត់មើលពី XE YE របស់យើង XE ស្មើ1 YE ស្មើ2 XF ស្មើ3ចា YF របស់យើងស្មើ12ចាតាមការប្រៀបធៀបសមីការបន្ទាត់គឺយក Y ដក YE នៅលើ X ដក XE ចាខាងនេះជាមេគុណប្រាប់ទិសនៃបន្ទាត់ EF អញ្ចឹង YF ដក YE នៅលើ XF ដក X ហើយខ្ញុំទាញទាំងស្រុងតែម្ដងអញ្ចឹង Y ស្មើនឹងចា YF ដក YE លើ XF ដក XE កតានឹង X ដក XE បូកឲ្យ YE ចាចាប់ផ្ដើមចំនួនលេខចូលចា XF ចាសុំទោសក្នុងលើនេះ YF របស់យើងគឺដក2យើងយកដាក់ដក2ចូលដក YE ចា YE របស់យើងគឺ2ចា XF 3ដក XE 1កតានឹងដកចា XE របស់យើង1បូកឲ្យចា YE របស់យើងគឺ2អញ្ចឹងក្នុងនេះយើងកណនីលេខเนาะយើងបានខាងលើយើងបានដក4ខាងក្រោមយើងបាន2កតាឲ្យ x ដក1បូក2អញ្ចឹងក្នុងនេះយើងគុណពន្លាតចាដក 2x ចាដកបណ្ដកបូក2បូកជាមួយ2ចឹងសមីការបន្ទាត់ EF របស់យើងកំណត់ដោយ y ស្មើនឹងដក 2x បូក4ចឹងយើងអាចធ្វើការសងបន្ទាត់នេះដោយចាយកចំណុចកាន់តាមរបស់វាគឺ EF ខ្ញុំសងបន្ទាត់នៅផ្នែកខាងស្ដាំចឹងមាន 1 2
ចា x ស្មើ1 y ស្មើ2ហើយយើងបានចំណុចកាត់1ជាចំណុច E មានកោដនី1 2ណាចំណុច F មានកោដនី3ដក2ចា3ដក2ចានេះជាចំណុច F ដែលមានកោដនី3ដក2ចាអញ្ចឹងយើងសង់បានបន្ទាត់ EF ដែលកាត់តាមចំណុច E និងចំណុច F ណាចានេះជាសមីការបន្ទាត់ y ស្មើចា 2x បូក4ដែលយើងបានរកឃើញមិញណាចាសរសេរដក 2x